ដោយសារតែទីតាំងភូមិសាស្ត្រនៃសាលាបឋមសិក្សារបស់រដ្ឋនៅឆ្ងាយធ្វើឲ្យកុមារដែលរស់នៅតំបន់ទាំងនោះភាគច្រើនមិនមានឱកាសទទួលបានការអប់រំនោះទេកុមារត្រូវធ្វើដំណើរយ៉ាងហោចណាស់14គីឡូម៉ែត្រដើម្បីទៅដល់សាលាបឋមសិក្សារបស់រដ្ឋដែលនៅជិតបំផុតដោយថ្មើរជើងនៅតាមផ្លូវដែលអមទៅដោយព្រៃឈើផ្លូវក្រានដោយថ្មដីស្ពាននិងតែងតែលិចទឹកនៅក្នុងរដូវវស្សាមិនមានមធ្យោបាយធ្វើដំណើរជាសាធារណៈឬឯកជននោះទេលើសពីនេះទៅទៀតដោយសារតែការធ្វើចំណាក់ស្រុករបស់ឪពុកម្ដាយកុមាររាប់រយនាក់នៅតំបន់ដាច់ស្រយាលទាំងនេះត្រូវផ្លាស់ទីលំនៅទៅតាមឪពុកម្ដាយធ្វើឲ្យពួកគេមិនបានចូលរៀនជាកន្លែងដែលអង្គការប្រតិបត្តិការកុមារកម្ពុជាកំពុងអនុវត្តគម្រោងកុមារី រិន សុមារិយាមានអាយុ9ឆ្នាំជាជនជាតិដើមភាគតិចស្អូតរស់នៅក្នុងភូមិបឹងតាស្រីសង្កាត់បឹងតាព្រំក្រុងកំពង់ខ្សោមខេត្តព្រះសីហនុនៅក្នុងគ្រួសារកុមារីមានបងប្អូន2នាក់គឺរូបនាងផ្ទាល់និងប្អូនប្រុសរបស់នាងម្នាក់ឪពុកម្ដាយរបស់ម៉ារីយ៉ាប្រកបមុខរបរនេសាទវាជាមុខរបរដែលលំបាកនិងមានឧបសគ្គកាលពីក្មេងនាងមិនបានចូលរៀននៅសាលារដ្ឋនោះទេពីព្រោះសាលានៅឆ្ងាយពីផ្ទះគឺមានចម្ងាយប្រហែល14គីឡូម៉ែត្រទើបទៅដល់សាលារដ្ឋដោយសារតែគម្រោងការអប់រំគ្មានដែនកំណត់របស់អង្គការប្រតិបត្តិការកុមារកម្ពុជាធ្វើឲ្យរីយ៉ាទទួលបានការអប់រំតាមរយៈការចុះឈ្មោះចូលរៀននៅសាលាអប់រំក្រៅប្រព័ន្ធក្រោយពីបានសិក្សានៅសាលាអប់រំក្រៅប្រព័ន្ធរយៈពេល2ឆ្នាំនាងត្រូវបានបញ្ជូនទៅរៀននៅសាលាបឋមសិក្សាបឹងតាព្រំនៅថ្នាក់ទី3កាលពីខែវិច្ឆិកាឆ្នាំ2025ជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំឈ្មោះសិតចន្ទថនជាគ្រូបង្រៀននៅសាលាអប់រំក្រៅប្រព័ន្ធបើតាមខ្ញុំយល់សាលាបង្រៀនក្រៅប្រព័ន្ធល្អសម្រាប់កុមារដែលគ្នាមិនបានចូលរៀននៅសាលាឆ្ងាយព្រោះសាលានៅនេះវានៅឆ្ងាយពីកន្លែងគ្នារស់នៅព្រោះកន្លែងនេះកន្លែងជនបទដាច់ស្រយាលហើយគ្នាតូចទៅរៀនអត់បានអញ្ចឹងហើយខាងអប់រំក្រៅប្រព័ន្ធយើងខាងអង្គការយើងចុះមកបង្រៀនមករកគ្រូឲ្យបង្រៀននៅក្នុងស្រុកនេះភូមិនេះដាច់ស្រយាលនេះនឹងល្អឲ្យក្មេងបានចេះច្រើនឡើងទៅរៀននៅសាលារដ្ឋនាងខ្ញុំឈ្មោះសម្រិទ្ធស្រីពៅជាក្រុមប្រឹក្សាឃុំទទួលបន្ទុកកិច្ចការនារីនិងកុមារតូចតាមនាងខ្ញុំឃើញភាពជាក់ស្ដែងសប្តាហ៍ថ្ងៃនេះអង្គការក្រៅប្រព័ន្ធបានជួយគាំទ្រដល់ឃុំសង្កាត់នាងខ្ញុំដែលជាសាលានៅដាច់ស្រយាលជនបទពាក់ព័ន្ធនឹងការសិក្សាមុននឹងសិស្សបានឡើងមករៀនដល់សាលាលើនេះគឺត្រូវដែលសារបានរៀនសូត្រនៅសាលាក្រៅប្រព័ន្ធជួយឲ្យសិស្សបានចេះចាំហើយនឹងបានរៀនមកដល់សាលាលើហើយនឹងពាក់ព័ន្ធនឹងការធ្វើដំណើរពាក់ព័ន្ធនឹងកុមារវាឆ្ងាយអញ្ចឹងបើគ្មានសាលាជួយគាំទ្រដល់កុមារនៅសាលាជនបទឆ្ងាយទេគឺมันអាចធ្វើដំណើរបានរៀនសូត្រមកដល់នឹងសាលារដ្ឋយើងនៅសប្តាហ៍ថ្ងៃនេះបានទេខ្ញុំយល់ថាល្អព្រោះមានសាលានៅចិត្តផ្ទះចិត្តអីចឹងបានក្មេងវាទៅរៀនហើយដល់ពេលកូនរៀងត្រូវទៅបានរៀនទៅសាលាលើគឺសាលារដ្ឋវាឆ្ងាយអញ្ចឹងបានសាលាថ្នាក់ក្រៅប្រព័ន្ធមកដាក់នៅចិត្តមូលដ្ឋានរបស់ខ្ញុំថាល្អហើយក៏សប្បាយចិត្តដែរដែលបានកូនវាទូចអញ្ចឹងយើងមិនអាចបញ្ជូនទៅសាលារដ្ឋបានទៅឆ្ងាយអញ្ចឹងណាអញ្ចឹងយើងបានថ្នាក់ក្រៅប្រព័ន្ធហ្នឹងនៅចិត្តផ្ទះអញ្ចឹងវាកូនបានរៀនតាំងពីទូចទៅរហូតដល់វាកូនធំតិចទៅយើងអាចយកទៅទុកនៅសាលារដ្ឋដើម្បីយើងអត់សូវបារម្ភព្រោះអីសាលារដ្ឋវាឆ្ងាយអញ្ចឹងថ្ងៃយើងត្រូវដឹកជូនកូនទៅហើយមកផ្ទះវិញអត់សូវបានមើលដិតដល់អញ្ចឹងក៏កូនធំអញ្ចឹងទៅយើងលែងបារម្ភវាច្រើនជំរាបសួរអ្នកគ្រូនាងលោកគ្រូខ្ញុំមានឈ្មោះរិន សុមារិយាខ្ញុំរៀននៅថ្នាក់ទី3ខខ្ញុំរៀននៅសាលាបឋមសិក្សាតេជោហ៊ុនសានបឹងតាព្រំនៅថ្ងៃអនាគតខ្ញុំចង់ធ្វើអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាតេជោហ៊ុនសានបឹងតាព្រំចាជំរាបសួរនាងខ្ញុំជានាយិកាសាលាបឋមសិក្សាតេជោហ៊ុនសានបឹងតាព្រំហើយក៏ដូច្នោះដែរសាលាខ្ញុំអត់មានបញ្ហាអ្វីពាក់ព័ន្ធជាមួយនឹងសិស្សអប់រំក្រៅប្រព័ន្ធទេហើយក៏អត់មានគេហៅថាដាក់ទិសដៅឬមួយក៏ថាមិនទទួលយកទេគឺសាលាខ្ញុំទទួលយកទាំងអស់ប៉ុន្តែកត្តាចម្បងគឺ
កត្តាអាស្រ័យទៅលើសមត្ថភាពចំណេះដឹងរបស់ពួកគាត់បើសិនជាពួកគាត់ដែលគាត់ចូលមកហើយកម្រិតថ្នាក់ទី4ឬមួយក៏ទី3សាលានាងខ្ញុំធ្វើតេស្តគាត់តែម្ដងបើសិនជាធ្វើតេស្តគាត់សមត្ថភាពគាត់ថាទទួលយកថ្នាក់ទី4គឺនាងខ្ញុំឲ្យថ្នាក់ទី4បើសិនជាសមត្ថភាពរបស់គាត់ថ្នាក់ទី3នាងខ្ញុំឲ្យថ្នាក់ទី3អញ្ចឹងអត់មានកំណត់ថាតើយើងត្រូវយកមានលក្ខខណ្ឌកៈណាមួយគឺសាលាខ្ញុំអត់មានទេកត្តាចម្បងគឺទៅលើសមត្ថភាពពួកគាត់កម្រិតណាខ្ញុំឲ្យចូលទៅតាមកម្រិតហ្នឹងហើយបញ្ហាមួយទៀតបើសិនជាសិស្សក្រៅប្រព័ន្ធចូលមកដល់សាលានាងខ្ញុំនឹងគៀងគោសហគមន៍ដើម្បីឲ្យជួយដល់ពួកគាត់ទី1គឺសម្លៀកបំពាក់ទី2គឺសម្ភារៈសិក្សាដែលគាត់មកអញ្ចឹងសាលាតែងតែផ្ដល់ដល់ពួកគាត់ដើម្បីឲ្យពួកគាត់បានរៀនសូត្រដូចសិស្សដទៃដែរដូចសិស្សដទៃដែរពេលកូនខ្ញុំបានទៅសាលារដ្ឋគឺខ្ញុំកក់ក្ដៅខ្លាំងដោយសារអីថ្នាក់ដឹកនាំក្រៅប្រព័ន្ធនេះហ្នឹងបានបង្រៀនបានឲ្យកូនខ្ញុំហ្នឹងចេះដឹងជ្រៅជ្រះហើយគាត់ក៏យើងបានបញ្ជូនគាត់ទៅសាលាលើហើយនឹងលោកគ្រូអ្នកគ្រូអីគាត់បានផ្ដួចផ្ដើមដូចជាសិភៅសម្លៀកបំពាក់ទាំងកង់ទាំងអីបានជំនួយឲ្យខ្ញុំបានបរិញ្ញកូនឲ្យរៀនបានចេះដឹងប៉ុណ្នេះហើយណាមួយទៀតខ្ញុំគាត់ក៏បានជួយបញ្ជូនទៅដល់សាលារដ្ឋដែរអញ្ចឹងទៅខ្ញុំអាចថាកក់ក្ដៅដែរដោយសារលោកគ្រូអ្នកគ្រូគាត់អ្នកបញ្ជូនទៅបរិញ្ញទៅឲ្យយើងនាំកូនទៅសិក្សានៅសាលារដ្ឋខ្ញុំមានការត្រេកអរហើយនឹងអរគុណជាខ្លាំងដែលខ្ញុំចំពោះដល់លោកគ្រូអ្នកគ្រូគាត់ថ្នាក់ដឹកនាំខាងក្រៅប្រព័ន្ធហ្នឹងបានឲ្យកូនខ្ញុំមានចំណេះចេះដឹងជ្រៅជ្រះបានប៉ុណ្នេះគឺខ្ញុំត្រេកអរខ្លាំងណាស់ព្រោះអីខ្ញុំគឺថាភាពលំបាកបើសិនណាជាសាលានៅឆ្ងាយក៏ខ្ញុំអត់មានលទ្ធភាពឲ្យកូនអាចរៀនបានដែរប៉ុន្តែរៀនបានតាមថ្នាក់ទី3ហ្នឹងគឺខ្ញុំសប្បាយចិត្តខ្លាំងណាស់ខ្ញុំអរគុណ OAC ដែលម្ចាស់ជំនួយដែលជូនកង់មកនាងខ្ញុំសម្រាប់ឲ្យខ្ញុំជិះទៅសាលាបឋមសិក្សាតេជោហ៊ុនសែនបឹងតាព្រំ